សូមអញ្ជើញទស្សនានិទានជាដ៏អប់រំចិត្តស្ដីអំបីអានិសង្សនៃទានដ៏បរិសុទ្ធក្នុងរឿងនាងកត្តនីក្នុងពុទ្ធកាលមានស្ត្រីមានភ័ព្វម្នាក់រស់នៅក្នុងក្រុងរាជក្រឹសថ្ងៃមួយនាងមានចំណង់ចង់ផឹកប្រេងល្ងទើបយកគ្រាប់ល្ងទៅលាងទឹកយ៉ាងផ្ចិតផ្ចង់នាងបានយកគ្រាប់ល្ងទាំងនោះទៅហាលថ្ងៃដើម្បីបុកចម្រាញ់យកប្រេងកាលនោះព្រះសម្ពុទ្ធបរមគ្រូទ្រង់គង់នៅក្នុងវត្តចេតពននាក្រុងសាវត្ថីទ្រង់ប្រមាលមើលឧបនិស្ស័យសត្វហើយជ្រាបថានាងគព្ភនីនឹងធ្វើមរណកាលនៅថ្ងៃស្អែកហើយនាងនឹងត្រូវធ្លាក់ទៅកើតក្នុងនរកធំឈ្មោះថាអវិជ័យប៉ុន្តែបើបានឃើញតថាគតនាងនឹងបានទៅកើតក្នុងស្ថានសួគ៌វិញលុះទ្រង់ជ្រាបដូច្នេះហើយក៏យកបាតហោះបែតដល់អាកាសសំដៅទៅក្រុងរាជក្រឹសយាងទៅដល់ហើយទ្រង់ក៏និមន្តបិណ្ឌបាតក្នុងទីក្រុងទ្រង់យាងរៀងតាមមាគាដរាបទៅដល់មុខផ្ទះនាងគព្ភនីពេលនោះនាងកំពុងហាលគ្រាប់ល្ងលុះបានឃើញព្រះមានព្រះភិក្ខក៏មានចិត្តសោមនស្សជ្រះថ្លាក្រាបថ្វាយបង្គំព្រះមានព្រះភិក្ខយ៉ាងក្រៃលែងគិតដូច្នេះហើយនាងក៏ភើបគ្រាប់ល្ងពីរកំបង់យកទៅដាក់ក្នុងបាតព្រះសម្ពុទ្ធព្រះអង្គទ្រង់ទទួលធ្វើអនុមោទនាហើយក៏និមន្តហួសទៅលុះដល់ថ្ងៃស្អែកឡើងនាងស្លាប់ទៅក៏បានទៅកើតក្នុងវិមានមាសកម្ពស់12យោជន៍ក្នុងស្ថានត្រៃត្រឹងថ្ងៃមួយព្រះមោគលានថេរលោកនិមន្តទៅស្ថានត្រៃត្រឹងដើម្បីពិនិត្យមើលលក្ខណៈសម្បត្តិទេវតាបានឃើញនាងទេវធីតានោះហើយព្រះមោគលានក៏សួរអំពីប្រវត្តិរបស់នាងព្រះមកពីប្រវត្តិរបស់នាងខ្ញុំម្ចាស់បានថ្វាយគ្រាប់ល្ងតែពីរកំបង់ដល់ព្រះសម្ពុទ្ធទើបបានសម្បត្តិសួរនេះព្រះមោគលានជ្រាបថានាងមានឧបនិស្ស័យទើបសម្ដែងអំពីអរិយសច្ចធម៌ឲ្យនាងស្ដាប់លុះសម្ដែងចប់នាងទេវធីតាព្រមទាំងបរិវារ1000ក៏បានសម្រេចដល់សោតាបត្តិផលព្រះមោគលានក៏និមន្តត្រឡប់មកមនុស្សលោកវិញទៅថ្វាយបង្គំព្រះសម្ពុទ្ធដំណើររឿងរ៉ាវរបស់នាងទេពធីតានោះថ្វាយជាព្រះសណ្ដាប់មនាលមោគលានរឿងនេះពិតណាស់តថាគតបានដឹងយូរហើយប៉ុន្តែគ្មានអ្នកណាជាសាក្សីទើបតថាគតមិនទាន់សម្ដែងប្រាប់នឹងលុះមានព្រះពុទ្ធដីកាដូច្នេះហើយទ្រង់ក៏សម្ដែងសរសើរអំពីអានិសង្សនៃទានគ្រាប់ល្ងតែបន្តិចបន្តួចប៉ុន្តែអាចដូរយកសម្បត្តិក្នុងស្ថានសួគ៌បានជនទាំងឡាយបានឮហើយក៏កើតសេចក្តីជ្រះថ្លាកងការធ្វើបុណ្យទានជាភិយោភាពនេះហើយជាផលនៃទានដ៏បរិសុទ្ធក្នុងព្រះពុទ្ធសាសនាអត្ថន័យអប់រំការធ្វើបុណ្យទានទោះតិចឬច្រើនក៏ដោយឲ្យតែធ្វើដោយចិត្តជ្រះថ្លានិងបរិសុទ្ធមុខជានឹងផ្ដល់ផលជាសេចក្តីសុខ